មានដែរឆ្ងល់អត់ហេតុអ្វីបានជាកំណត់ល្អមួយចំនួនភាគច្រើនតែងតែកើតឡើងនៅពេលយប់អ្នកមានអារម្មណ៍ថានៅពេលយប់យើងគិតរឿងអ្វីមួយបានច្បាស់និងមានភាពរលូនជាងនៅពេលថ្ងៃទី1មូលហេតុដែលធ្វើយើងគិតបានជ្រាលនិងមានលក្ខណៈទូលំទូលាយនៅពេលយប់ដោយសារពេលយប់គឺជាពេលមួយដែលស្ងប់ស្ងាត់ជាការពិតណាស់នៅពេលថ្ងៃគឺយើងត្រូវប្រឈមមុខជាមួយនឹងបរិយាកាសអ៊ូអរនិងការងារជាច្រើនប៉ុន្តែនៅពេលយប់បរិយាកាសជុំវិញបែរជាស្ងប់ស្ងាត់ដែលធ្វើឲ្យខួរក្បាលរបស់យើងចុះល្បឿនធ្លាក់ចូលទៅក្នុង focus zone ដែលធ្វើឲ្យយើងគិតបានជ្រាលនិងមានលក្ខណៈច្បាស់លាស់ជាងមុនទី2ខួរក្បាលស្ថិតនៅក្នុងការសម្រាក rest mode ជាទូទៅនៅពេលយប់គឺខួរក្បាលរបស់យើងចាប់ផ្ដើមបញ្ចប់ការរវល់និងទទួលយកការសម្រាកពីសម្ពាធដែលទទួលបានពីពេលថ្ងៃនៅក្នុង rest mode នេះគឺខួរក្បាលមិនចាប់ផ្ដើមគិតទៅតាមការបញ្ជានោះទេប៉ុន្តែវាធ្វើទៅតាមអារម្មណ៍ទៅវិញដែលហេតុនេះហើយដែលធ្វើឲ្យគំនិតច្នៃប្រឌិតចាប់ផ្ដើមកើតឡើងទី3អារម្មណ៍ជ្រាលបង្កើនការច្នៃប្រឌិត deep feeling deep thinking ជាការពិតណាស់នៅពេលយប់គឺយើងអាចផ្ដោតអារម្មណ៍ទៅលើខ្លួនឯងបានយ៉ាងជ្រាលជ្រៅដែលអារម្មណ៍ទាំងនោះគឺវាជាឥទ្ធិពលមួយសម្រាប់បង្កើនការច្នៃប្រឌិតនិងការគិតនៅខាងក្នុងផ្លូវចិត្តរបស់ខ្លួនដូច្នេះហើយបានជាយើងគិតរឿងអ្វីមួយនៅពេលយប់វាមានលក្ខណៈងាយស្រួលនិងងាយធ្វើជាងការគិតនៅពេលថ្ងៃ